ប្រតិបត្តិបរិវេណស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជំរាបជូនអំពីស្ថានភាពធាតុអាកាសនៅប្រទេសជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី17ខែមីនាឆ្នាំ2025ក្រសួងធនធានទឹកនិងអូតូនិយមបានរំដឹងថារបបខ្យល់មូសុងអេសានជាមួយសម្ពាធទាបដែលគ្រោះរដាប់លើសមុទ្រជើងខាងត្បូងអាងទន្លេមេគង្គក្រោមនិងលើប្រទេសជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី17ដល់ថ្ងៃទី19ខែមីនាឆ្នាំ2025មួយតំបន់វាលទំនាបស្ថានភាពមធ្យមអបបរបា24អង្សាសេនិងស្ថានភាពមធ្យមអតិបរបា36អង្សាសេខ្យល់បក់ពពុះទិសបូនិងទិសអាគ្នេយ៍វាបឺមធ្យម2ម៉ែត្រក្នុងវិនាទីខេត្តបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់គ្រោះរដាប់លើផ្ទៃដី 10% ពីតំបន់កំពង់រាបស្ថានភាពមធ្យមអបបរបា24អង្សាសេនិងស្ថានភាពមធ្យមអតិបរបា35អង្សាសេខ្យល់បក់ពពុះទិសបូនិងទិសអាគ្នេយ៍មានលើបឺមធ្យម3ម៉ែត្រក្នុងវិនាទីខេត្តកំពង់ស្ពឺប៉ៃលិនព្រះវិហារស្ទឹងត្រែងតំបន់ជួរភ្នំក្រវាញនិងជួរភ្នំដងរែកអាចមានភ្លៀងធ្លាក់គ្រោះរដាប់លើផ្ទៃដី 10% 3តំបន់មាត់សមុទ្រស្ថានភាពមធ្យមអបបរបា23អង្សាសេនិងស្ថានភាពមធ្យមអតិបរបា35អង្សាសេខ្យល់បក់ពពុះទិសបូនិងទិសអាគ្នេយ៍មានលើបឺមធ្យម2ម៉ែត្រក្នុងវិនាទីខេត្តកោះកុងប្រសេះហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់គ្រោះរដាប់លើផ្ទៃដី 15% រីឯរលកសមុទ្រមានកម្ពស់មធ្យមអបបរបា 0.25 ម៉ែត្រនិងកម្ពស់មធ្យមអតិបរបា 0.75 ម៉ែត្រអត្ថន័យបានជំរាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន